ដោយសារជីវិតរបស់យើងវាមិនទៀងអញ្ចឹងពេលខ្លះយើងត្រូវបាត់បង់ញាតិមិត្តបងប្អូនជាទីស្រឡាញ់ហ្នឹងដោយមិនបានព្រៀងទុកមុនហើយពេលខ្លះយើងទទួលយកអត់បានវាលឿនពេកយើងអត់ទាន់បានមើលថែគាត់ត្រឹមត្រូវអីចឹងទៅប៉ណ្ណឹងសង្ខារហ្នឹងវាមិនតាមការចង់បានរបស់យើងពេលណាវាអស់ហេតុបច្ច័យក៏ត្រូវរលត់ដូចជាគៀងវាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតរបស់យើងហ្នឹងពេលណាកម្មវាអស់ទៅជីវិតហ្នឹងក៏រលត់ទៅដែរអញ្ចឹងបានជានៅក្នុងធម៌បើវាយើងត្រូវព្រាត់ប្រាសបែកបាក់គ្នាអញ្ចឹងបើយើងយំសោកទៅជាបទជនវានៅការយំសោកហ្នឹងយើងខាត់បានហើយប៉ុន្តែព្រះអង្គឲ្យយើងធ្វើសកម្មភាពល្អបុណ្យកុសលជំនួសវិញឧទាហរណ៍ថានិមន្តព្រះសង្ឃទទួលចង្ហាន់ឲ្យវាច្រើនថ្ងៃទៅដល់ពីថ្ងៃស្លាប់រហូតដល់7ថ្ងៃទៅហើយដល់ទៅមុខទៀតទៅក៏ធ្វើជារៀងរាល់ពេលតាមដែលយើងអាចធ្វើទៅបានហើយអញ្ចឹងនៅពេលដែលយើងនឹកគាត់យើងបានដូចថាកក់ក្ដៅក្នុងចិត្តថាយើងបានធ្វើកិច្ចនឹងជូនគាត់ហើយអញ្ចឹងជំនួសដោយការយំសោកសោកសង្រេងហ្នឹងទៅជាកិច្ចបុណ្យកុសលយើងក៏ដូចថាសប្បាយចិត្តខ្លួនយើងហើយយើងតាំងចិត្តឧទ្ទិសបុណ្យកុសលហ្នឹងជូនដល់អ្នកដែលស្លាប់ទៅអញ្ចឹងវាបានទាំងសងខាងប៉ុន្តែយើងមិនងាយថានឹងទៅហាមឃាត់ចិត្តថាមិនឲ្យយំអីហ្នឹងជាបុគ្គលជនវានៅមានទោសៈទាស់នឹងអារម្មណ៍ហ្នឹងមិនចង់ឲ្យអញ្ចឹងប៉ុន្តែតើយើងមានសតិបញ្ញាស្មារតីហ្នឹងពន្យល់ខ្លួនឯងប្រាប់ថានឹងសង្ខារវាត្រូវដល់ពេលរលត់ទៅឧបមាដូចជាស្លឹកឈើទុំក៏ត្រូវជ្រុះទៅថ្ងៃពេលល្ងាចក៏លិចទៅមិនអាចហាមឃាត់បានទេហើយសត្វលោកនឹងប្រព្រឹត្តទៅតាមកម្លាំងកម្មរបស់ខ្លួនកម្មមុណាវត្តតេលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនអញ្ចឹងកិច្ចដែលយើងអាចធ្វើបានមានតែយើងធ្វើតក្ខិណានុបទាននឹងឯងហើយក្នុងកលៈទេសៈនៃកូវីដនេះពេលខ្លះកូនចៅក៏ជាប់ក្នុងចតារិស័កមិនបានធ្វើកិច្ចជូនអ្នកមានគុណអីបានត្រឹមត្រូវប៉ុន្តែយើងអាចនឹងឲ្យញាតិមិត្តណាដែលមិនជាប់ជំពាក់នឹងការចតារិស័កហ្នឹងធ្វើកិច្ចឧទ្ទិសជូនទៅប្រហែលថ្ងៃប្រហែលពេលចឹងទៅហើយដល់ពេលយើងរួចមកចាំយើងធ្វើបុណ្យកុសលហ្នឹងឲ្យពេញដៃពេញជើងហើយយើងក៏មិនអាចអង្គុយបន្ទោសខ្លួនឯងថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីអាហ្នឹងយើងបន្ទោសទៅវាអត់បានអីទេពីព្រោះសង្ខារហ្នឹងវាអត់អាចស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងទេដែលលោកហៅថាជាអនត្តាហ្នឹងអញ្ចឹងយើងរក្សាសុខភាពខ្លួនឯងរក្សាចិត្តខ្លួនឯងហើយយើងព្យាយាមធ្វើអំពើល្អដើម្បីបានជាប្រយោជន៍ដល់គាត់អាហ្នឹងតាមក្នុងពុទ្ធសាសនាហ្នឹងគឺត្រូវធ្វើតក្ខិណានុបទានហ្នឹងរឿយៗមិនចាំបាច់ថាតល7ថ្ងៃមិន100ថ្ងៃអីទេអាហ្នឹងយើងធ្វើតាមពេលវេលាហ្នឹងក៏ធ្វើទៅប៉ុន្តែកលៈទេសៈណាដែលយើងនឹករលឹកដល់គាត់យើងធ្វើឧទ្ទិសជូនគាត់ទៅមួយយើងអស់ចិត្តខ្លួនយើងពេលយើងនឹកគាត់យើងគិតថាយើងបានធ្វើអីជូនគាត់ហើយពីរបើក្នុងធម៌កម្លាំងនៃតក្ខណានុបទានកម្លាំងនៃការឧទ្ទិសហ្នឹងបើគាត់ដឹងគាត់មកទទួលត្រេកអរកម្លាំងបុណ្យហ្នឹងអាចរួចផុតពីទុក្ខទោសអាហ្នឹងជាសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់បើគាត់ធ្លាប់ចេះត្រេកអរនឹងបុណ្យកុសលឃើញគេធ្វើល្អសប្បាយចិត្តជាមួយអញ្ចឹងទៅអញ្ចឹងឃើញដូចថា
ដឹងថាញាតិមិត្តកូនចៅធ្វើឧទ្ទិសជូនទៅគាត់ត្រេកអរនឹងបុណ្យហ្នឹងក៏ទទួលអនុមោទនាបានសេចក្តីសុខដោយសារកម្លាំងបុណ្យនៃអនុមោទនាហ្នឹងឯងចឹងជាសរុបទៅគឺសង្ខារហ្នឹងវាមិនទៀងវាអាចផ្លាស់ប្ដូរប្រែប្រួលទៅក្នុងពេលណាមួយយើងមិនអាចកំណត់បានអញ្ចឹងជាសារមួយដាស់តឿនស្មារតីរបស់យើងកុំឲ្យមានសេចក្តីប្រមាទផឹងធ្វើល្អអ្វីដែលយើងអាចធ្វើល្អឲ្យហើយបើឧទាហរណ៍ថាត្រូវបែកបាក់ប្រត់ប្រាស់ញាតិទីស្រឡាញ់អាហ្នឹងក៏ហ៊ានបញ្យល់ខ្លួនឯងថាការយំសោកនឹងមិនបានជាប្រយោជន៍សម្រាប់ខ្លួនយើងផងមិនបានជាប្រយោជន៍សម្រាប់អ្នកដែលស្លាប់ទៅផងហ្នឹងនៅក្នុងធម៌ហ្នឹងសម្ដែងពុទ្ធព្រះអង្គសម្ដែងអញ្ចឹងមកអញ្ចឹងយើងហ៊ានកាត់បន្ថយមកយើងជាពុទ្ធជនមិនអាចលះបង់អីបានទាំងស្រុងគាត់ថាពយល់ថាហ្នឹងឥឡូវជាគៀងអស់ប្រេងវាត្រូវរលត់ហើយអញ្ចឹងឥឡូវយើងមានតែធ្វើបុណ្យកុសលជាតក្ខណានុពទានជាមួយនឹងអ្នកមានសិលមិនថាតែប្រសងជាអ្នកណាដែលជាអ្នកមានគុណធម៌ល្អធ្វើទៅឧទ្ទិសជូនគាត់ទៅអាហ្នឹងហើយយើងក៏រួចផុតពីដូចថាការស្ដីបន្ទោសខ្លួនឯងហ្នឹងហើយកម្លាំងបុណ្យហ្នឹងក៏បានជួយដល់គាត់ដែរបាបចាស់បុណ្យថ្មីតាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់បានសាងបាបកម្មខ្លះពីអតីតជាតិមកកាលណាដល់ពេលដែលសមគួរបាបចាស់នឹងឲ្យផលអ្នកក៏ជួបរឿងមិនល្អជួបប្រទះនៅបញ្ហាឬមុខរបរត្រូវខាតបង់ទៅកម្មប្រៀបបានដូចជាស្រមោលអន្ទូលតាមប្រាណតែងជាប់តាមបុគ្គលអ្នកប្រព្រឹត្តនោះទៅក្នុងជាតិកំណើតតទៅទោះបីខំរត់ទៅណាក៏មិនអាចរត់ផុតពីកម្លាំងកម្មដែរសូម្បីតែព្រះពុទ្ធក៏មានបាបតាមឲ្យផលដែរអ្នកធ្លាប់បៀតបៀនជីវិតគេពីអតីតជាតិមកកើតមកក្នុងជាតិនេះក៏សម្បូរជំងឺហើយអាយុមិនវែងទេអ្នកធ្លាប់កឹបកេងទ្រព្យគេនាំឲ្យរកស៊ីមិនឡើងឬខាតលងចុងឬត្រូវបាត់បង់ភ្លើងឆេះទឹកលិចទៅចំណែកអ្នកដែលចូលចិត្តចរណែននិន្ទាអ្នកដតីកើតមកជាតិណាច្រើនមានគេស្អប់ទៅណាមកណាខ្សត់មិត្តសម្បូរសត្រូវរីឯអ្នកចូលចិត្តខឹងមួម៉ៅច្រើនកើតមកមានរូបមិនស្អាតមុខមិនស្រស់ដូចគេតែគួរចងចាំថារឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងផលកម្មចាស់គ្មានអ្នកណារត់គេចបានទេតែអ្នកអាចសាងកម្មថ្មីកម្មល្អដែលនាំឲ្យជីវិតបានប្រសើរឡើងវិញជោគវាសនាជីវិតអ្នកមិនពឹងផ្អែកទាំងស្រុងទៅលើកម្មចាស់ទេតែកម្មថ្មីកម្មបច្ចុប្បន្នមានឥទ្ធិពលខ្លាំងលើខ្សែជីវិតអ្នកបើអ្នកជួបរឿងមិនល្អចាត់ទុកថាជាផលនៃកម្មចាស់ទៅចុះ
ខំប្រឹងដោះស្រាយហើយបើដោះហើយងើបឡើងដើរទៅមុខទៀតសូមកុំស្ពាយផលកម្មចាស់នោះតាមខ្លួនយូរពេកធ្ងន់ណាស់បើវាឲ្យផលម្ដងហើយឲ្យវាកន្លងផុតទៅបើអ្នកមួម៉ៅនឹងវានឹងឧស្សាហ៍មករកអ្នកវិញមិនខានបារមីខ្លាំងពូកែក្នុងព្រះពុទ្ធសាសនាពាក្យថាបារមីសំដៅយកគុណធម៌ទាំងឡាយដែលនាំឲ្យបានត្រាស់ដឹងឬគុណជាតិដែលនាំឲ្យបានរួចផុតពីទុក្ខរួចផុតពីសង្សារវដ្តព្រះពុទ្ធអង្គនៃយើងបានបំពេញនៅបារមីអស់ច្រើនលានកោដ្ឋជាតិទម្រាំបានត្រាស់ដឹងជាព្រះពុទ្ធបារមីដែលព្រះអង្គត្រូវបំពេញមាន10ដែលលោកហៅថាទុសបារមីឬម្យ៉ាងទៀតលោកហៅថាពុទ្ធការកធម៌គឺទី1ទានបារមីការចែកទានសង្គ្រោះដល់អ្នកដទៃដោយចិត្តករុណាទី2សីលបារមីការរក្សាកាយវាចាឲ្យបានល្អមិនបៀតបៀនអ្នកដទៃទី3នេក្ខមបារមីការចេញសាងភ្នោះឆ្ងាយពីកាមគុណទី4បញ្ញាបារមីការសន្សំចំណេះដឹងការប្រើបញ្ញាញាណសម្រាប់ត្រេះរិះពិចារណាក្នុងការដោះស្រាយបញ្ហាទី5វិរិយបារមីការតស៊ូព្យាយាមជំនះការលំបាកក្នុងការបំពេញភារកិច្ចរបស់ខ្លួនទី6ខន្តិបារមីសេចក្តីអត់ធន់ចំពោះពាក្យសម្ដីអ្នកដទៃឬការងារលំបាកផ្សេងទី7សច្ចបារមីការរក្សាពាក្យសច្ចៈមិនក្បត់ពាក្យសន្យាទី8អធិដ្ឋានបារមីការបដិញ្ញាចិត្តខ្ពស់មិនងាយបោះបង់ការងារចោលទី9មេត្តាបារមីសេចក្តីស្រឡាញ់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់មិនងាយខឹងក្រេវក្រោធនិងទី10ឧបេក្ខាបារមីការមិនរំភើបញាប់ញ័រចំពោះអារម្មណ៍ល្អក្តីមិនល្អក្តីដែលកើតឡើងក្នុងជីវិតពេលព្រះពោធិសត្វបានបំពេញនៅបារមីទាំង10នេះគ្រប់បរិបូរណ៍ហើយព្រះអង្គបានបំពេញសេចក្តីព្យាយាមក្នុងសមាធិនិងវិបស្សនារហូតចុងក្រោយព្រះអង្គបានត្រាស់ដឹងនៅមាគ៌ាទៅកាន់ទីរំលត់ទុក្ខពោលគឺព្រះនិព្វានដែលយើងសន្មត់ថាព្រះពុទ្ធបានត្រាស់បុណ្យកុសលដែលព្រះអង្គបានបំពេញមកបានជួយឲ្យព្រះអង្គបរិបូរណ៍ដោយលក្ខណៈសម្បត្តិទាំងកាយទាំងវាចាទាំងសតិបញ្ញាដល់ព្រមបានជាទីពឹងនិងជាទីគោរពស្រឡាញ់កោតខ្លាចនៃមនុស្សនិងទេវតាទាំងឡាយរីឯពាក្យថាបារមីវត្តនេះពូកែព្រះអង្គវត្តនោះស័ក្តិសិទ្ធិជាដើមដែលជាទូទៅយើងឲ្យតម្លៃទៅលើអភិនិហាបារមីឫទ្ធានុភាពដែលធ្វើឲ្យគេកោតខ្លាចជាដើមបើនិយាយតាមន័យព្រះធម៌ព្រះពុទ្ធជាម្ចាស់
បានបរិនិព្វានបាត់ទៅហើយគ្មានវិញ្ញាណឬបារមីអ្វីបន្តិចបន្តួចនៅសេសសល់ឡើយអ្វីដែលព្រះអង្គបន្សល់ទុកគឺឱវាទពាក្យព្រានប្រដៅដែលជាផ្លូវនាំយើងឲ្យបានរួចផុតពីទុក្ខព្រះពុទ្ធរូបជារូបស្នងជារូបតំណាងព្រះពុទ្ធជាម្ចាស់សម្រាប់បានជាទីនឹករលឹកនិងគោរពបូជាតែព្រះអង្គគ្មានចិត្តគ្មានវិញ្ញាណអ្វីមកដឹងរឿងយើងបែបបន់អ្វីឡើយព្រោះព្រះអង្គបានរំលត់ខណ្ឌទៅកាន់បរិនិព្វានហើយបើបងប្អូនទៅថ្វាយបង្គំព្រះពុទ្ធរូបសូមថ្វាយបង្គំដោយការដឹងគុណដែលព្រះអង្គជួយណែនាំយើងឲ្យបានសេចក្តីសុខថ្វាយបង្គំដោយសេចក្តីគោរពចំពោះគុណធម៌របស់ព្រះអង្គមិនគួរទៅថ្វាយបង្គំបួងសួងសុំឲ្យព្រះអង្គជួយយ៉ាងនេះយ៉ាងនោះទេព្រោះវាជាសទ្ធាដែលប្រាសចាកបញ្ញាឧបមាដូចអ្នកដំណើរប៉ុន្តែដើរទាំងពីការភ្នែកតែសូមចងចាំថាការថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់ដោយសេចក្តីគោរពពិតប្រាកដដោយសមាទិដ្ឋិនឹងបានទទួលផលអានិសង្សច្រើនឥតគណនាតែផលនោះមិនមែនព្រះពុទ្ធជាអ្នកផ្ដល់ឲ្យយើងទេគឺផលកើតពីចិត្តជ្រះថ្លាក្នុងចិត្តរបស់យើងផ្ទាល់ដែលបានថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់ដោយសទ្ធាប្រកបដោយបញ្ញារីឯរិទ្ធអានុភាពឬហេតុភេទផ្សេងអាចជាអានុភាពរបស់ពពួកអមនុស្សឬទេវតាឬខ្មោចព្រាយដែលអាស្រ័យនៅទីនោះឬថែរក្សានៅតំបន់នោះជាអ្នកបណ្ដាលឲ្យមានឡើងតែដាច់ខាតមិនមែនជាបារមីឬវិញ្ញាណរបស់ព្រះពុទ្ធឡើយពពួកអមនុស្សនៅទីនោះអាស្រ័យនឹងព្រះពុទ្ធរូបក៏ទទួលនៅសក្ការៈបូជាផ្សេងពីមនុស្សម្នាទាំងឡាយដែលយកទៅបូជានិយាយនេះមិនហាមឃាត់ថាឲ្យបងប្អូនឈប់គោរពបូជាទេវតាទេតែត្រូវធ្វើដោយសមាទិដ្ឋិត្រឹមត្រូវកុំឲ្យคล้ายជាមង្គលភ្ញាក់ផ្អើលដែលផ្ទុយពីឱវាទព្រះពុទ្ធទៅវិញយើងអាចសម្ដែងការរាប់អានការគោរពបូជាដល់ទេវតានិងអមនុស្សទាំងនោះតាមរយៈការផ្សាយមេត្តាចិត្តការជូនបុណ្យកុសលការថ្វាយគ្រឿងសក្ការៈផ្សេងឧបមាដូចជាការរាប់អានអ្នកជិតខាងដូច្នោះឯងសូមឲ្យគេបានសុខបានចម្រើនហើយជួយថែរក្សាគ្នាទៅវិញទៅមកតែមិនគួរផ្ដេកផ្ដួលចិត្តបាត់បង់ជំហរលួងខ្លួនដើរតែបន់ស្រន់បួងសួងសុំសេចក្តីសុខពីគេឡើយហើយភ្លេចធ្វើមូលហេតុនៃសេចក្តីសុខនោះដោយខ្លួនឯងព្រោះអ្វីគ្រប់យ៉ាងសុទ្ធតែមានហេតុផលបើអ្នកគ្មានបុណ្យទេអង្វរករយ៉ាងម៉េចក៏ទេវតាមិនអាចជួយអ្នកបានដែរគេជួយយើងតលតែយើងមានបុណ្យខ្លួនយើងដែរដោយភាសាអង់គ្លេសមួយថា there is no free lunch បើអ្នកជាមនុស្សមានបុណ្យមិនចាំបាច់សុំទេវតាឲ្យជួយក៏បានដែរគឺជាភារកិច្ចរបស់គេត្រូវតែជួយអ្នកដោយពេលដែលព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់ចុះចាប់បដិសន្ធិមានទេវតាមកថែរក្សាព្រះគភ៌របស់ព្រះមេត្តាព្រះអង្គជាប្រចាំសូមចងចាំថាទេវតាខ្លះជាសមាទិដ្ឋិទេវតាខ្លះជាមិច្ឆាទិដ្ឋិយល់ខុសហ
ហើយអាចនាំអ្នកឲ្យដើរផ្លូវខុសដែរមិនមែនទេវតាសុទ្ធតែល្អទាំងអស់ទេយើងមានទុក្ខដោយយើងទេវតាមានទុក្ខដោយទេវតានាពេលមួយព្រះឥន្ទជាសកទេវរាជពិបាកចិត្តពេករកអ្នកណាជួយមិនបានក៏ចូលមករកព្រះពុទ្ធជាម្ចាស់សូមព្រះអង្គឲ្យជួយសម្រាលទុក្ខព្រះអង្គក៏ពន្យល់ព្រះឥន្ទរហូតបានធូរស្បើយពីសេចក្តីទុក្ខហើយត្រឡប់ទៅឋានត្រៃត្រឹងវិញដោយសារគុណធម៌បញ្ញាញាណរបស់ព្រះអង្គធ្វើឲ្យព្រះឥន្ទក៏មករកព្រះអង្គដែរជាសរុបមកបារមីក្នុងព្រះពុទ្ធសាសនាសំដៅលើកុសលធម៌ទាំង10ដែលនាំឲ្យបានរួចផុតពីទុក្ខបារមីនោះពិតជាពូកែមែនព្រោះបានធ្វើឲ្យយើងคล้ายជាមនុស្សល្អបន្តិចម្ដងរហូតបានត្រាស់ដឹងនៅសច្ចធម៌ជាទីបំផុតបានរួចផុតពីទុក្ខនិងបានជាទីពឹងសម្រាប់មនុស្សនិងទេវតាទាំងឡាយយើងគ្រប់គ្នាគួរសន្សំបារមីទុកក្នុងចិត្តរបស់យើងឲ្យបានច្រើនយើងនឹងក្លាយជាមនុស្សមានបារមីហើយមិនពិបាកទៅរកបារមីខាងក្រៅទេតែអ្នកនៅតែផ្សាយមេត្តាចិត្តសូមឲ្យពពួកអមនុស្សនិងទេវតាទាំងឡាយបានសេចក្តីសុខបុណ្យមានទ្រព្យនៅបើបុណ្យអ្នកនៅមានរួមផ្សំជាមួយការប្រុងប្រយ័ត្នផងទ្រព្យអ្នកមិនងាយបាត់បង់ទៅណាទេតែពេលណាអ្នកអស់បុណ្យហើយអ្នកមានសេះសល់បាបពីមុនមកផងទ្រព្យឃើញនៅនឹងភ្នែកក៏យកមិនបានឬត្រូវបាត់បង់ខូចខាតទៅវិញបាបកម្មនាំឲ្យរកស៊ីមិនឡើងឬខាតចុងខាតដើមមានដូចជាកັບកេងទ្រព្យគេជំពាក់លុយគេមិនសងសន្យាថាឲ្យហើយបែរជាមិនឲ្យវិញសន្យាថាឲ្យច្រើនតែបែរជាឲ្យតិចវិញកំណាញ់ស្វិតមិនចិញ្ចឹមមេដាបេដាជាដើមសេចក្តីលោភធ្វើឲ្យមនុស្សចង់បានទ្រព្យគេមកជារបស់ខ្លួនទ្រព្យនោះអាចបានមកមែនតែជាទ្រព្យក្តៅក្រហាយជាទ្រព្យមានពៀបាបកម្មនោះនឹងតាមលងបន្លាចបុគ្គលនោះរហូតដល់ថ្ងៃស្លាប់ហើយនឹងត្រូវរងទុក្ខវែងឆ្ងាយក្នុងកំណើតតទៅមុខទៀតម្យ៉ាងទៀតសេចក្តីកំណាញ់ធ្វើឲ្យមនុស្សមិនហ៊ានធ្វើទានទេពេលខ្លះមិនទាំងហ៊ានចិញ្ចឹមម៉ែឪឯងក៏មានសេចក្តីកំណាញ់មកខ្សឹបប្រាប់យើងថាបើធ្វើទៅក្រែងអស់តែបើតាមពិតទៅនៅដំណាក់កាលចុងក្រោយយើងគ្រប់គ្នាត្រូវទៅខ្លួនទៅទេគ្មានយកអ្វីទៅតាមខ្លួនបានបន្តិចសោះឡើយបើមិនបានធ្វើបុណ្យទេទ្រព្យនោះគេចែកគ្នាអស់គ្មានបានជាប្រយោជន៍សម្រាប់ខ្លួនយើងទៅកាន់បរលោកឡើយមានតែបុណ្យដែលខ្លួនយើងសន្សំរឿយទេ
ទើបបានជាទីពឹងទៅក្នុងលោកខាងមុខបាននិយាយនេះមិនមែនមានន័យថាឲ្យឈប់រកស៊ីធ្វើតែទានឲ្យអស់ទៅនោះទេតែគួរបែងចែកសម្រាប់សេចក្តីសុខបច្ចុប្បន្នផងសន្សំបុណ្យបានជាទីពឹងទៅក្នុងបរលោកនាយផងព្រោះដំណើរកើតស្លាប់គឺត្រូវធ្វើដំណើរតែម្នាក់ឯងគ្មានអ្នកណាមកគំដរអ្នកទេរីឯបុណ្យដែលនាំឲ្យអ្នកចម្រើនដោយទ្រព្យសម្បត្តិរកស៊ីធូរគឺការចេះធ្វើទានសង្គ្រោះដល់អ្នកលំបាកដែលលោកហៅថាសង្ឃហទាននិងការចិញ្ចឹមមាតាបិតាទំនុកបម្រុងអ្នកមានសិលជាដើមដែលលោកហៅថាបូជាទានបុគ្គលដែលមានចិត្តសប្បុរសមានចិត្តមេត្តាមិនកំណាញ់មិនគិតតែខ្លួនឯងរមែងទទួលបានសេចក្តីស្រឡាញ់សេចក្តីសុខតាំងពីបច្ចុប្បន្នរហូតបរលោកនាយកុសលធនៈទានមើលពីខាងក្រៅហាក់ដូចជាអស់ទ្រព្យពីខ្លួនតែវាមានឧបមាដូចជាការព្រុះស្រូវក្នុងស្រែអ្នកអស់ស្រូវពូជពីល្អីមែនតែចុងក្រោយអ្នកទទួលបានផលច្រើនបុគ្គលដែលបានធ្វើទានទុកហើយកើតជាតិណាតែងកើតក្នុងត្រកូលមានទ្រព្យសម្បត្តិបើរកទទួលទានក៏រកបានដោយងាយហើយមិនងាយបាត់បង់ទ្រព្យសម្បត្តិទៅណាទេមានញាតិញោមមួយចំនួនទៅដែលគាត់ជួបរឿងអកុសលមិនសមប្រកបក្នុងជីវិតនឹងគាត់ត្អូញត្អែវាដូចថាមិនល្អដូចគេមិនគោកំសត់ម៉ែជីវិតខ្ញុំអភ័ព្វអីចឹងទៅដូចទៅតាំងពីគ្រួសារពុកម្ដាយប្តីប្រពន្ធមុខរបរអីចឹងវាដូចផ្ទួនគ្នាអានឹងយើងទៀមទីឲ្យដូចគេមិនបានទេពីព្រោះសម្ពាយកម្មសម្ពាយបុណ្យរបស់យើងនឹងផ្សេងគ្នាបើនៅក្នុងធម៌លោកសំដែងថាបើអ្នកណាបានធ្វើបុណ្យពីក្មេងដល់កើតមកជាតិនឹងស្រួលពីក្មេងមកបើមិនបានធ្វើបុណ្យពីក្មេងទេកើតមកពិបាកពិបិនលូកដើមលូកចំហត់នឿយចឹងទៅណាអានឹងមិនបានធ្វើបុណ្យពីក្មេងបើអ្នកខ្លះបានមកធ្វើបុណ្យពេលវ័យកដាលអញ្ចឹងពេលវ័យមានគ្រួសារប្តីប្រពន្ធរស់ស៊ីទៅក៏ធូរទៅអានឹងបានធ្វើបុណ្យពេលវ័យកដាលប៉ុន្តែខ្លះបឋមវ័យក៏មិនបានធ្វើវ័យកដាលក៏មិនបានធ្វើទៅបានធ្វើពេលចាស់អញ្ចឹងតលហត់នឿយអស់ចិត្តហើយបានមានកូនមានចៅនឹងចាំវិញទៅជូនលុយជូនកាក់ខ្លួនឯងឈឺបាត់ហើយអានឹងធ្វើបន់យឺតដល់ពេលបានផលមកវិញក៏យឺតដែរអញ្ចឹងជីវិតយើងម្នាក់ហ្នឹងវារងឥទ្ធិពលពីកម្មចាស់ផងហើយកម្មថ្មីនេះផងការផឹងប្រែងការព្យាយាមការសេពគប់ត្រូវពេលបច្ចុប្បន្នអានឹងក៏ជួយឲ្យជីវិតយើងអាចផ្លាស់ប្ដូរជោគវាសនាដែរបើយើងអង្គុយតែស្ដីបន្ទោសយើងអង្គុយតែតូចចិត្តអន់ចិត្តនឹងរឿងដែលកើតឡើងក្នុងជីវិតហ្នឹងកម្មថ្មីវាអត់ល្អអាមួម៉ៅអាតូចចិត្តហ្នឹងអាហ្នឹងកម្មថ្មីហើយវាអត់បានជួយឲ្យរឿងហ្នឹងល្អប្រសើរវាធ្វើឲ្យរឿងហ្នឹងកាន់តែខ្មៅងងឹតទៅអញ្ចឹងបាននៅក្នុងធម៌លោក
និយាយពីបុគ្គលខ្លះមកងឹតទៅវិញភ្លឺកើតមកក្រីក្របបាក់បបិនប៉ុន្តែផឹងប្រែងរៀនសូត្រមានចំណេះចេះដឹងមានបញ្ញាអាចធ្វើឲ្យជីវិតនឹងប្រសើរទៅប្រសើរដោយទ្រព្យផងប្រសើរដោយយួរផងប្រសើរដោយធម៌ផងមានមេត្តាករុណាមានគុណធម៌ក្នុងខ្លួនជីវិតនឹងជួបរឿងអីក៏វាមិនកើតទុក្ខខ្លាំងដែរប៉ុន្តែអ្នកខ្លះមកងឹតទៅវិញងឹតមកក្របពិបាកបបិនហើយគិតទៅពីតុកសិចគិតទៅពីពិបាកគិតទៅពីប្រៀបធៀបមួម៉ៅអន់ចិត្តទូចិត្តអានឹងវាងឹតទាំងមកងឹតទាំងទៅហើយអញ្ចឹងយើងមិនអាចអង្គុយជេរស្ដីមិនបានអញ្ចឹងមិនបានអញ្ចឹងបានទេយើងមានតែជួបហើយយើងដោះស្រាយយើងធ្វើដំណើរទៅមុខទៀតហើយរឿងណាហួសហើយក៏ទុកចោលទៅកុំសូវមលឹកមលើកមកអញ្ចេះអញ្ចោវាក្តៅក្រហល់កាហាយហើយយើងលើកជាមេរៀនជាអីបានប៉ុន្តែកុំឲ្យស្ពាយនៅទៅរស់នៅក្នុងអតីតកាលវាអត់បានអីត្រឡប់មកវិញទេអញ្ចឹងតើយើងហ៊ានទទួលស្គាល់ការពិតថាជីវិតយើងមិនអាចដូចជីវិតគេទេសម្ពីបនយើងមិនដូចសម្ពីបនគេទេយើងជួបរឿងយើងគេជួបរឿងគេជីវិតនៅលើផែនដីនេះសម្ពាយផ្សេងគ្នាជួបរឿងផ្សេងគ្នាគេមានទុកដោយគេយើងមានទុកដោយយើងជួបយើងប្រឈមមុខយើងដោះស្រាយគេជួយបានតិចតួចមិនមែនថាពឹងមិនបានសោះទេប៉ុន្តែយើងត្រូវតារឹងប៉ឹងប្រឈមមុខនឹងរឿងដែលយើងត្រូវដោះស្រាយហើយទៅមុខទៀតហ៊ានទទួលស្គាល់ការពិតហ៊ានកំណត់ដឹងថាជីវិតនឹងវាអញ្ចឹងហ្នឹងតលយើងទទួលស្គាល់ថាថ្ងៃវាក្តៅភ្លើងវាលាកអញ្ចឹងយើងមិនអាចអង្គុយថាបន់ឲ្យភ្លើងតិចមកអត់បានទេជីវិតកើតមកគឺត្រូវមានរឿងមានបញ្ហាមានទុក្ខអញ្ចឹងហ្មងប៉ុន្តែស្អីដែលនាំឲ្យយើងមិនសូវមានទុក្ខគឺការមិនប្រកាន់មិនប្រកបជាថារឿងត្រូវតែតាមអញចង់ចេះដល់ពេលវាមិនបានវាកើតទុក្ខស្អីប្រកាន់ការហួងហែងហ្នឹងអញ្ចឹងតើរៀនទទួលស្គាល់ការពិតរៀនដោះស្រាយហើយរៀនកំណត់ដឹងថាស្អីហ្នឹងវាមានហេតុគ្រប់គ្រាន់ទើបវាកើតទៅជារឿងអញ្ចឹងយើងផឹងដោះស្រាយបានប៉ុណ្ណាយើងខាត់ខ្ញុំផឹងអស់លទ្ធភាពខ្ញុំប៉ុណ្ណឹងហើយឥឡូវទៅតាមហ្នឹងធ្វើម៉េចរឿងហ្នឹងយើងដោះស្រាយបានអាហ្នឹងយើងពេញចិត្តថាខ្ញុំផឹងដោះស្រាយហើយបើយើងរឿងហ្នឹងយើងផឹងហើយវាដោះស្រាយមិនបានឥឡូវយើងកើតទុកមិនបើយើងផឹងអស់ប៉ុណ្ណឹងហើយយើងដោះស្រាយមិនបានអាហ្នឹងធម្មជាតិកម្មជាអ្នកចាត់ចែងសត្វលោកអញ្ចឹងតើយើងហ៊ានដោះសេចក្តីទុកពីចិត្តហ្នឹងទើបយើងមិនសូវកើតទុកខ្លាំងថ្ងៃលៀបថ្ងៃជ័យថ្ងៃល្អគឺជាថ្ងៃដែលអ្នករីករាយចិត្តថ្ងៃដែលអ្នកបានសាងល្អដោយកាយដោយវាចាដោយចិត្តព្រឹកឡើងលើកដៃសំពះរំលឹកគុណព្រះរតនត្រ័យនឹកគុណមេត្តាបិតាចម្រើនសមាធិផ្សាយមេត្តាដល់សពសត្វទម្លាប់ពួលវិចារល្អគិតរឿងល្អថ្ងៃនោះคล้ายជាថ្ងៃមានសេរីសួស្តីថ្ងៃមានលាភថ្ងៃមានជ័យថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនល្អមិនអាក្រក់ទេចំណែករាសីអ្នកឡើងចុះ
អាស្រ័យលើកម្មគឺអំពើដែលអ្នកបានសាងបើអ្នកបានសន្សំបុណ្យល្អច្រើនពីមុនមកហើយបុណ្យនោះដល់ពេលឲ្យផលអ្នកក៏ជួបរឿងល្អរឿងរីករាយរកស៊ីបានចម្រុងចម្រើនទៅតែបើពេលបាបចាស់តាមទាន់វិញអ្នកនឹងជួបរឿងមិនល្អរឿងអកុសលឬរកស៊ីខាតលងចុងទៅកម្មគឺលោកសំដៅទៅលើអំពើដែលអ្នកបានសាងពីអតីតផងក្នុងពេលបច្ចុប្បន្នផងកម្មនោះជាអ្នកចាត់ចែងឲ្យអ្នកបានជួបរឿងហេងឬរឿងសោយក្នុងដំណើរជីវិតរបស់អ្នកបើអ្នកខំប្រព្រឹត្តល្អចិញ្ចឹមមាតាបិតាមានចំណេះចេះដឹងច្រើនមានកាយវាចាល្អប្រពៃហើយប្រុងប្រយ័ត្នព្យាយាមក្នុងកិច្ចការងារអ្នកបុណ្យពេលបច្ចុប្បន្ននោះនឹងជួយបើកឱកាសដល់បុណ្យចាស់ចាស់មកឲ្យផលឲ្យអ្នកបានចម្រុងចម្រើនតែបើអ្នកប្រព្រឹត្តអំពើមិនល្អពេលបច្ចុប្បន្នដូចជាដើរផឹកស៊ីប៉ោឡែខ្ជិលច្រអូសធ្វេសប្រហែសកម្មមិនល្អក្នុងពេលបច្ចុប្បន្ននឹងបើកឱកាសឲ្យអកុសលកម្មពីអតីតមកឲ្យផលមិនខានអ្នកនឹងលិចលង់នឹងមិនចម្រុងចម្រើនទៅមុខឡើយព្រោះកម្មបច្ចុប្បន្នក៏មិនល្អកម្មពីអតីតក៏ឲ្យផលថ្ងៃហេងថ្ងៃសោយអាស្រ័យលើកម្មអ្នកអាស្រ័យលើចិត្តអ្នកមិនឋិតនៅលើមាត់គេថាទេបើអ្នកចង់បានថ្ងៃល្អចង់បានថ្ងៃជ័យត្រូវខំសាងល្អល្អដោយកាយល្អដោយវាចាល្អដោយចិត្តហើយបើមានថ្ងៃខ្លះអ្នកជួបរឿងសោយជាថ្ងៃដែលបាបចាស់ឲ្យផលសុំគុំកើតទុក្ខទុំមនោះទុំមនិញច្រើនពេកអីចាត់ទុកថាជាផលនៃបាបចាស់ហើយខិតខំធ្វើអំពើល្អថ្មីដូចជារំលឹកគុណព្រះរតនត្រ័យថ្វាយគ្រឿងសក្ការៈចំពោះព្រះពុទ្ធជាម្ចាស់ជូនទេយ្យទានចំពោះលោកឪពុកអ្នកម្ដាយដាក់បាតព្រះសង្ឃឬក៏ធ្វើអំពើល្អផ្សេងជាការសាងបុណ្យថ្មីបុណ្យថ្មីជាឈ្មោះនៃសេចក្តីសុខផ្លូវចិត្តបុណ្យនោះនឹងជួយឲ្យអ្នកបានស្រស់បានសុខហើយអនាគតក៏បានភ្លឺថ្លាដែរជោគជតារាសីរបស់យើងម្នាក់កើតឡើងអាស្រ័យខ្លួនយើងខ្លួនឯងជាអ្នកបង្កើតសូមគុំស្វែងរកសេរីសួស្តីពីខាងក្រៅឡើយបើចង់ឲ្យទេវតាអមនុស្សជួយអ្នកក៏អ្នកត្រូវតែមានបុណ្យឲ្យទេវតានោះជួយដែរបើអ្នកគ្មានបុណ្យសន្សំមកទេគ្មានព្រះអិនព្រះព្រហ្មណាអាចជួយអ្នកបានឡើយបើនិយាយពីសេចក្តីទុក្ខផ្លូវកាយនឹងគ្មានអ្នកណាជៀសផុតទេកើតមកវាជួបរឿងឈឺចុកចាប់អីឬក៏រហូតដល់សេចក្តីស្លាប់ហ្នឹងប៉ុន្តែរឿងសេចក្តីទុក្ខផ្លូវចិត្តវាអាស្រ័យលើកម្រិតនៃការយល់ដឹងហេតុផលកម្រិតនៃបញ្ញាឬក៏កម្រិតនៃការជាប់ជំពាក់ហួងហែងបើបុគ្គលនឹង
chuột chụp bẹ chờn huông hành chờn tập bậc kho mọi rương nó việc bạn đủ chất luôn anh và thana là hồn năng cái tục chờn này mình vô làm pi tầm nào này thòm chiết này song kha tha xây group dáng về miền hạt chỉ nè nòm ở bàn tại chỉ phò đó sầm rải rồi mình sầm rải những về sài hạt bảo vía tiếng hạt tây tạ tiếng hạt bài chữ bàn ưu tiên họ bơ dương bằng họ xì tu tiền bà nè nâng miền bồn chờn tới cả chi diêm bài chữ bàn cả sẹp cục thử miền bờ nhà miền cả ọt thun nó có bàn tới bồn tây tạ không bồn bài chữ bàn bao bên ưu tiên bơ nè nâng khoa bồn bìa tây tạ máu bằng đại quả đây cái tới với ọt ban rồi kì hồi đấy chắc việc thua ở cả túc tôm mà nó mua mà đã cả hai mạch cồn chăng yên ọt đằng ông pi thật song kha từng lái thò mi chia từng lái rương từng lái cả láng về miền về sài hạt to là hạt nâng cục quán từ vị tranh chỉ Paul ở cái đấy Paul ở cái đấy về sài hạt để dương đầm màu bộ mà đối thì dương đầm sợi ban Paul sợi ấy bữa sợi sra bảy khai ban Paul này sợi ngốn bờ mùi khai chẳng hai bây giờ đam đốn với ban phải đốn ấy hay giờ ở ai chua chỉ mùi phạ anh mấy chân phải đốn chăng khi ông chọn ban phải thân nào thế việc mệt bàn bây giờ đam đồ phải đồ bụi đồ nè chứ bà nhà nó vừa giường sra lá đời sai dương khơi thao vì miền hai bảo vi cục còn hay bây giờ chọn ban Paul mấy về tôi lại đam hạt mấy từ hay dương ở chui chỉ mùi Paul nó ngay dương miền tệ đỏ dài mền bật đại bật đầu tam vậy thà cam anh mày tơ anh khóa mẹ này anh nâng mình chỉ cả tu khô thời chụp hay đỏ dài bị chôm mốc hay từ mục tiết thấy sang nơi hai để nó mà bạn sẽ cái đây chầm mà hơn tới ưu tiên họ tha bằng phèn tô su chỉ diêm sạp cũng mật thử tre đi picha na chầm mai chầm thưa bon của sal bơ lọ miền sal nước không khuôn sal thò không khuôn nước lọ tới sang hai nơi sẽ đây chầm mà từ mục từ ấy bộ ưu tiên họ tha khơi cái miền khơi cái bán có ai miền chặt tới chân này cái đấy vì pro đăng tha cái miền cái bán là sải hai bỏ cái sải bon bỏ cái màu chẳng biết vừa ở dương sải pi sẽ cái tục tới cả này dương miền bành nhá dương lẹ cà bạc cán cà yul khâu nằng đó là lẹ bàn tới dương cô về thu bài pi sẽ cái tục này bắt đầu dương ở yul với nhá khoa bành nhá không luôn á dương bọc hòm á với mạch quỳnh trăng mạch của mình tam anh kịch trẻ tới ấy view khoa lá với pro rướng với mền trẻ tại bàn tam dương chọn là hồ để nè bờ trắng nó việc miền nè na cao tốc cái bờ rướng trẻ tại bàn tam chọn việc miền nè khó đấy việc giật để sẽ thay việc miền nè chư giật chia từng ở việc miền nè slap với việc phụ bùa nè ná nên mình chọn rùa là hồ nó với giật nè chọn rùa đó bắt nó vì mình bàn đó bây giờ vô bị thòm mà chiết song khá dương lê hà cà bạc càn upa tiền hay dương phẳng phế nơi từ phẳng phế hay bắt nó dương miên sầm mặt tập hiệp mũi prap luôn ấy tha nâng nhóm bàn phần nắng Paul này cả nghi bọc nhóm Paul này cam này nhóm bàn phơi nó cứ phần năng phồm từ tua miền sự cái đây sẵn đào tỏ sú nơi tỏ sú ban nắng sầm pi bon bọc nhau miền phần nắng sầm pi bon pi ở tây tạ nâng phải chữ bon chấn dương miền phần nhà nó dương cắt bật thói bọn sầm này cắt bật thói sự cái tốt bọn sầm này là phần nhà nó chia cầm bật đó cắt bật thói sự cái tốt cũng ở về tên tài như này như nào
បើនិយាយពីម្នាក់ហ្នឹងវាសិតតែមានរឿងមានទុកមានបញ្ហារៀងខ្លួនឧទាហរណ៍ថាអ្នកដែលមានបញ្ញាស្មារតីយល់ដឹងអំពីដំណើរធម្មតានៃជីវិតហ្នឹងមិនសូវជាកើតទុកខ្លាំងទេពីព្រោះបញ្ញាហ្នឹងយល់ថាជីវិតហ្នឹងវាអញ្ចឹងវាជួបរឿងល្អខ្លះមិនល្អខ្លះគេសរសើរខ្លះគេនិន្ទាខ្លះហើយមិនទៅផ្គាប់ចិត្តចង់ទៅឲ្យគេលើកចង់ឲ្យគេសរសើរអីហ្នឹងទេរឿងអ្នកដតីហ្នឹងយើងទៅខាត់មាត់គេមិនបានទេយើងមានគោលដៅក្នុងជីវិតបំពេញតួនាទីកិច្ចការងារដែលយើងត្រូវធ្វើហ្នឹងឲ្យអស់ពីចិត្តពីថ្លើមទៅក្នុងនាមយើងជាឪពុកម្ដាយជាប្តីជាប្រពន្ធជាគ្រូឬក៏តួនាទីនៅកន្លែងការងារហ្នឹងហើយមិនទៅចងគំនុំគុំគួនស្អប់ចំណែននឹងអ្នកណាទេអញ្ចឹងវាកាត់ខ្លីមកណាបើយើងមិនចេះគិតទេយើងផ្ញើសេចក្តីសុខនឹងនៅនឹងគេហើយគេសរសើរទៅសបាយទៅគេនិន្ទាគេនិយាយដើមទៅកើតទុកមួម៉ៅក្តៅក្រហាយហើយបើយើងផ្ញើសេចក្តីសុខនឹងនៅរបស់ខាងក្រៅកើតទុកហើយឧទាហរណ៍ថារស់ស៊ីបានអក៏ឆាត់គេឆេងសបាយជប់លៀងទៅដល់ពេលត្រូវខាតត្រូវបាត់ត្រូវបង់ទៅតុកសិចពិបាកចិត្តទៅអានឹងជាបុថុជននឹងយើងខាត់មិនបានទេនៅមានការជាប់ជំពាក់ការទូមមនាស់នឹងប៉ុន្តែតលរៀនក្នុងធម៌នឹងឲ្យយើងដើរផ្លូវកដាលដូចថាយើងជួបរឿងល្អជាយើងទទួលបានចាត់ទុកថាជាផលបុណ្យពេលខ្លះត្រូវខាតបង់ត្រូវជួបរឿងមិនល្អក៏ត្រូវតែហ៊ានប្រឈមហើយយើងមិនចាំបាច់ប្រៀបធៀបថាគេមិនក៏ល្អម៉ែខ្ញុំក៏ពិបាកម៉ែជីវិតមិនអាចដូចគ្នាបានទេមនុស្ស7លានកោតអ្នកហ្នឹងវាមិនគ្មានអ្នកណាដូចអ្នកណាទេពីព្រោះម្នាក់សន្សំសម្ពាយបុណ្យសម្ពាយកម្មមកផ្សេងគ្នាគេជួបរឿងគេយើងជួបរឿងយើងហើយអ្នកណាក៏មានបញ្ហាដែរកុំគិតថាគេដូចអត់អីវាសិតតែមានបញ្ហាត្រូវប្រឈមដោះស្រាយរៀងខ្លួនទៅអ្នកមានជួបទុកដោយអ្នកមានអ្នកក្រជួបទុកដោយអ្នកក្រអ្នកតូចជួបទុកដោយអ្នកតូចអ្នកធំជួបទុកដោយអ្នកធំតារាជួបទុកដោយតារាអញ្ចឹងទៅវាមានរឿងគ្រប់តែគ្នាហ្នឹងបើមិនមានបញ្ញាមកលះកាត់សេចក្តីទុកតាមផ្លូវចិត្តហ្នឹងទេវាអាណែងអាណោងវាតលថាកំណត់ដឹងថាស្អីក្នុងជីវិតនេះវាមិនមែនជារឿងចៃដន្យទេវាមានហេតុគ្រប់គ្រាន់វាកើតឡើងអញ្ចឹងដោះស្រាយទទួលហើយទៅទុចទៅទៀតទៅក្នុងធម៌សំដែងថាបតីទឹកចិត្តរបស់ព្រះរាជបុគ្គលព្រះរហន្តដូចថាទឹកនៅលើស្លឹកឈូកអញ្ចឹងតែផ្អៀងកពុបគ្មានប្រឡាក់ស្លឹកឈូកនឹងមិនទីទេយ៉ាងណារឿងរ៉ាវកើតហើយនៅតែជួបនៅតែដោះស្រាយហ្នឹងពុទ្ធក៏ត្រូវដោះស្រាយបញ្ហាគេជេរគេចោលគេចោតគេប្រកាន់ដោះស្រាយលោកឆ្លោះគ្នាអីទៅប៉ុន្តែហើយមិនអាណែងអាណោងអោបកសោបអារម្មណ៍ហ្នឹងតាមចិត្តហ្នឹងឲ្យក្តៅក្រហាយអំពុលទេដូចថាព្រះសម្មាសម្ពុទ្ធព្រះអង្គមានព្រះបញ្ញាមានសមាធិចិត្តមានភាពនឹងធឹងដល់កំពូលទៅព្រះអរហន្តទាំងឡាយក៏មានបតីអប់រំល្អហើយអញ្ចឹងអកុសលហ្នឹងវាចូលអត់រួចបើនៅក្នុងធម៌ថាសតិហ្នឹងវានៅចាំទ្វាភ្នែកទ្វាច្រមុះហ្នឹងវាមិនឲ្យអកុសលចូលមករួចទេភ្ញៀវមកអញ្ចឹងភ្នែកឃើញរូបទៅជាឮសំឡេងអញ្ចឹងប៉ុន្តែថាអកុសលចូលអត់រួចទុំមនោះខឹងស្អប់ហ្នឹងវាចូលអត់រួចគាត់តែឃើញហើយទៅដោះស្រាយហើយទៅអាហ្នឹងទើបមិនសូវកើតទុកបើមិនចឹងឯងយើងស្ពាយរឿងតាមខ្លួនស្ពាយរឿងអតីតផងអារឿងមកមិនទាន់ដល់ហ្នឹងដេកកើតទុកជាមុនទៀតទៅវារែកពុនធ្ងន់ដេកមិនលក់បក់មិនឡើយឈឺទាំងកាយឈឺទាំងចិត្តអាហ្នឹងវេទនាហើយចឹងហ្នឹងតើត្រូវការទាំងថ្នាំពេទ្យត្រូវការទាំងធម៌ដើម្បីជួយឲ្យបើក្នុង
កលៈទេសៈដែលស្ថានភាពផ្លូវចិត្តនឹងវាធ្ងន់ធ្ងរដេកមិនលក់រវើលវាយវល់ខ្លាំងអញ្ចឹងឲ្យកាយនឹងសម្រាកទៅមានសតិបញ្ញាសម្រួលខ្លួននឹងឲ្យបានស្រួលទៅមានពេលក៏ស្ដាប់ធម៌សម្រួលចិត្តផ្សាយមេត្តាឲ្យខ្លួនឯងនៅកន្លែងស្រឡះកន្លែងទលាយស្ងប់ល្អអញ្ចឹងទៅវាជួយដែរបរិស្ថានខាងក្រៅក៏ជួយដល់ផ្លូវចិត្តយើងបានមួយចំនួនដែរហើយរឿយទៅទើបឈ្នះចិត្តអាក្រក់នឹងត្រឡប់មកវិញប៉ុន្តែត្រូវការពេលវេលាដូចថាដើមឈើដែលវាស្ងួតហើយវាសពួនហើយវាត្រូវការសុចទឹកថែយូរទើបស្រស់ឡើងវិញប៉ុន្តែវានៅតែស្រស់មកវិញបានហ្នឹងកុំឲ្យអស់សង្ឃឹមថាអញទៅលេងរួចហើយមកទៅគ្មានណាជួយអញបានមិនកុំឲ្យអស់សង្ឃឹមអញ្ចឹងវាត្រូវការពេលវេលាត្រូវការជួយទាំងផ្នែកចិត្តសាស្ត្រទាំងផ្នែកធម៌អាពុទ្ធសាសនានឹងអាចស្រោចស្រង់ជីវិតមកវិញបានដូចនាងបដាចារ្យជាដើមដែលវិកលចរិតហើយប៉ុន្តែនៅតែអាចคล้ายទៅជាសាវិកាឆ្នើមរបស់ពុទ្ធទៀតផងអញ្ចឹងយើងរៀនអប់រំចិត្តបដាកុំឲ្យវាធ្លាក់ដុនដាបអានឹងទើបយើងមិនពិបាកញាតិញោមធ្លាប់ឮពាក្យថាសមាទិដ្ឋិដែលមានន័យថាយល់ត្រូវយល់ត្រូវតាំងពីថ្នាក់តូចទៀបទៅឧទាហរណ៍ថាយល់ថាម៉ែឪមានគុណយល់ថាមានបុណ្យមានបាបយល់ថាអំពើល្អនាំឲ្យបានផលល្អអំពើអាក្រក់នាំឲ្យបានផលអាក្រក់អញ្ចឹងយល់នឹងវាត្រូវតាមហេតុផលអញ្ចឹងណាហើយយល់ត្រូវនឹងវាមានដំណាក់កាលទៅមុខទៀតឧទាហរណ៍ថាយីដឹងថាអ្វីដែលកើតឡើងក្នុងជីវិតនេះរួមទាំងខ្លួនយើងសង្ខារទាំងឡាយហ្នឹងវាមានហេតុវាមិនមែននៅលើយើងជាអ្នកប្រកបវិជ្ជាត្រូវតែចេះត្រូវតែចោះឯងយល់ត្រូវដោយកំណត់ដឹងថារឿងល្អជាផលនៃកម្មល្អវាមិនមែនជារឿងចៃដន្យទេរឿងអាក្រក់ជាផលនៃកម្មអកុសលមិនល្អអញ្ចឹងសមាទិដ្ឋិហ្នឹងអត់ធ្វើឲ្យយើងឆ្លោះជាមួយនឹងរឿងទេពីព្រោះរឿងវាគ្រាន់តែជាផលទេតាអ្វីដែលយើងឃើញល្អក្តីមិនល្អក្តីឬពាក្យពីរោះពិសាឬក៏ពាក្យគេជេរហ្នឹងណាអាហ្នឹងវាជាផលទេអញ្ចឹងអ្នកដែលមានសមាទិដ្ឋិហ្នឹងឃើញអញ្ចឹងមិនកើតទុកដោយសាររឿងនឹងមកទេពីព្រោះកំណត់ដឹងថាអ្វីដែលកើតឡើងហ្នឹងវាជាផលទេតែយើងទៅឆ្លោះមួយវាមិនបានទេបើយើងត្រូវចង់ដូរផលហ្នឹងវាត្រូវដូរហេតុវិញបានអាចដូរបានប៉ុន្តែឲ្យទៅដូរអ្វីដែលកើតឡើងចំពោះជីវិតហ្នឹងអាឃើញអាលឺគេស្ដីគេថានឹងដូរអត់បានទេពីព្រោះវាកើតឡើងទៅហើយវាមានហេតុគ្រប់គ្រាន់នឹងកើតទៅហើយអញ្ចឹងបានក្នុងធម៌ព្រះអង្គឲ្យយើងជៀសអំពីអំពើបាបសัพពបាបសករណង្ខអញ្ចឹងជៀសទៅដើម្បីកុំឲ្យវាមានផលបាបហ្នឹងមកវិញឧទាហរណ៍ទៅលួចទៅនិយាយប្រកាច់ប្រខូចអាក្រក់ទៅបាបហ្នឹងវាទាញមកយើងវិញវាអត់រត់ទៅណាឆ្ងាយវាគ្រាន់តែយូរហើយឆាប់ជាតិនឹងឬក៏ជាតិក្រោយប៉ុណ្ណឹងឯងហើយបើអ្នកដែលខ្វះសមាធិដល់ពេលជួបរឿងអើយបាក់ម៉ែជីវិតខ្ញុំនឹងក៏យ៉ាប់ជាងគេម៉ែចាអាហ្នឹងយើងអត់មានសមាធិយល់ត្រូវថាអ្វីហ្នឹងវាមានហេតុគ្រប់គ្រាន់អញ្ចឹងបានព្រះអង្គឲ្យយើងជៀសអំពីអំពើបាបហើយឲ្យខំសន្សំអំពើបុណ្យកុសលសូបសម្បទាសន្សំល្អឬទៅល្អហ្នឹងវាជាហេតុនៃសេចក្តីសុខជួបជុំរស់ស៊ីមានបានចម្រុងចម្រើនអញ្ចឹងទៅប៉ុន្តែថាប៉ុណ្ណឹងក៏វាមិនបានសុខដែរ
ตัวแต่อบรมchất lẽ bong cả bậc càn nâng để tham miền anh nè tu phò bồn anh nè tu phò bà anh những đập về miền tà nâng về thừa ao dưỡng đôi thay bậc cán á mà na mà ba anh mình ba là nâng để thà thừa ơi miền tục không song xa ruột về ngày nâng sama tịch thệ và nhà chữ tứ cứ khơi thả song hà nâng việc đôi chịp bật lư chỉ kiêng chăng vì sài phải chết sài prey tớ việc bán tranh chịp lương chỉ kiêng chỉ vứt song hà dương nè hay tất cả nắp prey nâng ó phải chết nâng ó bật lư nâng cổ rồi lột tử chỉ vứt nâng còn chẳng đài chẳng cắt bật thôi ca bật can nâng tích bật đòn anh nâng dương thôi pi xịt ở đây tục tinh chẳng tới đài tam vậy dạ cà vua này cà vua trứ miền sa mạc thực thể năng ai ăn mua từ này bậc kịch pi cà lụm bạ với mẹ miền hương thở đó sẽ hiện luôn chẳng về cái gì mình ai sân khâm thật kỳ màu chui dương cục hương ở dương bất tục bất đại bà nhà dương từ lừa kê cục bể là nâng kê cục bà kê có thờ miền hương bỏ kê thở đó sẽ ai đại chẳng dương hiện sang cầm lăng cài cầm lăng chất cầm lăng bà nhá được bayไปชมมุกดอกเสียหนึ่งเหืองได้การลายของชีวิตบ่ยืงเหียนตัวตูสกอลทาการเมาเวไตแต่เมียนปัญหาจังไปคลาเหืองคลาหูพิกาสมานบ่ยืงมันนึกคลายืงตุกจัดหายใบเตยเจียเสียงตัววิ่งหูจัดนะthì dương thọp chui dương tục chặt mà nổ nâng bài tới chia bọt bài tới chia bọc phè ấy chẳng tới chẳng dương miền cầm lăng sẽ tệ bên nhà đầm bầy đỏ dày bên nhà phơi chặt bà dương nghèo cả lớn dương đỏ dày đó bằng ở pi smart phiếp hỏi hiện cầm nọt đằng tha vừa mình ai bàn ấy đôi chật dương trong cục hưởng bàn này về khá việc bàn tạm dương chón về khá việc mình bàn này chẳng dương mình ai tìm tia tha ôi thời tập bàn đôi nhôm thà chẳng nhôm kịch chẳng bờ dương tròn chẳng về mình bán về cài tục hay rướng về mình ai tam chặt dương trong cục về lìa tới bờ miền hai cục quán hướng nó với ban sầm nhẹ tới Obama đôi dương đam sờ xè là bày khái với ban Paul ban vì dương đam sờ thốn dương ở ai bậc hòm thà bày khái nó người ban Paul màu chọn chọn bàn nâng việc bàn này và nó chỉ vật nâng việc sài hạt bảo vệ bờ hạt nâng cục quán hạt nâng lõ Paul nó có bàn lõ bờ hạt nâng mình lõ tê hạt tiền bạch bón tiền tây tạ về mình lõ chẳng biết thở từ Paul mình lõ chu bánh hà giờ mẹ để miền bánh nhá nó mình chơi chia tục tôm nó clean clone ở sạch đại tam phơi chặt nâng khang pê chê chỉ thời chôn nâng về tayแต่ba từng kịch lô có thò nâng khai và đấy bờ nẹt nâng bàn sân xóm sẽ tệ về nhà smart đầy thức cô mình cuồng cử khang đại ai miền smart tập hiệp lừa khuôn ai mà vinh
ទប់ខ្លួនឯងឬក៏បានកម្លាំងនៃកល្យាណមិត្តជួយស្រោចស្រង់ត្រឡប់មកវិញមកងាយបានត្រឡប់មកវិញប៉ុន្តែបើខ្វះសតិបញ្ញាស្មារតីទុនល្វិលវៈទេអានឹងវាពិបាកអ្នកដទៃស្រង់ពីព្រោះយើងវាទុនខ្លួនដោយខ្វះនៅសតិបញ្ញាកំណត់ដឹងថាអ្វីវាមានហេតុទើបវាបានសម្រេចបើវាខ្វះហេតុវាអត់ទាន់បានទេយើងឈរលើហេតុផលមួយកំណត់ដឹងយើងមិនអាចដឹងថាយើងធ្លាប់ធ្វើអីពីមុនមកអីអតីតជាតិដោយព្រះសម្មាសម្ពុទ្ធទេប៉ុន្តែយើងដឹងថាយើងគ្រប់គ្នាទាំងអស់សត្វលោកនឹងមានកម្មជាអ្នកជំរុញអ្នកខ្លះកម្មល្អច្រើនក៏បានសុខច្រើនអ្នកខ្លះកម្មមិនសូវល្អច្រើនក៏មានបញ្ហាច្រើនយើងមានសទ្ធាជឿជាក់អញ្ចឹងទៅយើងអត់យំសោកបោកខ្លួនមិនអញ្ចឹងឯអត់ទេពីព្រោះកំណត់ដឹងថាហ្នឹងវាមានហេតុរបស់វាហើយបានវាចេញមកផលអញ្ចឹងយើងមានតែដោះស្រាយហើយទៅមុខទៀតផឹងធ្វើល្អទៀតទៅមិនកើតទុកខ្លាំងពេកចំពោះរឿងហ្នឹងឯងពីព្រោះរឿងហ្នឹងវាជាផលឯងបើត្រូវកែហេតុវាเนี่ยអំពើទង្វើពាក្យសម្ដីចិត្តគំនិតរបស់យើងណាហ្នឹងត្រូវកែហើយកែហ្នឹងកែបានកម្មបច្ចុប្បន្នទៀតកម្មអតីតมันអាចកែបានទេអញ្ចឹងយើងអាចមានសមត្ថភាពបញ្យល់ខ្លួនឯងអញ្ចឹងទៅយើងមិនសូវកើតទុកខ្លាំងទេពលញាតិញោមតម្រៃនេះនៅមុខគាត់តម្រៃឈ្មោះសីលវៈនេះតម្រៃខាងនោះឈ្មោះឆាត់តាន់ដំណើររឿងពពុទ្ធសាសធ្លាប់កើតជាតម្រៃមេវងកូនចៅច្រើនហើយរវល់តាមើលកិច្ចការងារគ្រប់គ្រងវងរាប់ពាន់តម្រៃហ្នឹងទៅមិនសូវបានមកមើលម៉ែហើយម៉ែហ្នឹងពិការភ្នែកពេលថ្ងៃមួយមកមើលម្ដាយហើយស្រាប់ឃើញស្គមសួរថាម៉ែមិនស្គមទេថាអត់មានអីហូបផងខ្ញុំឲ្យគេយកចំណីមករងពេលថាអត់ឃើញមានពីណាយកមកទេព្រោះពួកតម្រៃនោះវាយកមកវាស៊ីអស់ទៅមានបានយកឲ្យម្ដាយអីពពុទ្ធស័តនឹកក្នុងចិត្តថាអញជាមេវងចាំម៉ែមួយមិនរស់អញឈប់ធ្វើការងារដាក់ធរៈចុះមកមើលបម្រើម្ដាយពេលមួយហ្នឹងមានព្រានព្រៃវិញផ្លូវពពុទ្ធស័តជួបហើយអាណិតក៏ជូនដំណើរផ្លូវទៅភូមិស្រុកវិញពីព្រោះតម្រៃព្រះអង្គដូចថាដឹងផ្លូវដឹងអីចឹងប៉ុន្តែប្រាប់មួយណាថាខ្ញុំសុំសនំពោមួយបើទៅស្រុកទៅភូមិហាមប្រាប់ថាមានតម្រៃនៅនឹងពីព្រោះខ្លាចតែគេមកប៉ះពាល់ដល់ម្ដាយដល់ខ្លួនការរស់នៅរបស់ខ្លួនបរោះហ្នឹងជាបុគ្គលអកតញ្ញូចូលក្នុងភូមិស្រុកឬព្រះរាជាពួកអាមាត្យវាយគងវាយខ្មោះថាព្រះរាជាហ្នឹងតម្រៃព្រះរាជានឹងស្លាប់ហើយចឹងរកតម្រៃណាល្អធំស្អាតបានព្រានព្រៃហ្នឹងឃើញពពុទ្ធសាសវាល្អវាស្អាតវាភ្លុកទំព័រខ្លួនសភ្លុកខៀវចឹងទៅប្រាប់ទៅយកដើម្បីយកលុយទៅបានពួកអាមាត្យហ្នឹងយកលើកតបលើកអីមកចាប់ពពុទ្ធសាសយកទៅពពុទ្ធសាសតាមកម្លាំងព្រះអង្គចាប់បោកពួកទាហាននឹងអស់ហើយប៉ុន្តែថាមិនមានហ៊ានចាប់សម្លាប់គេទេខ្លាចដាច់សិលនឹងសីលវៈនេះហ្នឹងសីលវៈនេះប្រែថាតម្រៃមានសិលហើយក៏ព្រមទៅតាមគេដែរប៉ុន្តែមិនព្រមស៊ីស្មៅអីទេមួយថ្ងៃពីរថ្ងៃ3ថ្ងៃ4 5ថ្ងៃមួយអាទិត្យឲ្យអីគុំស៊ីព្រះរាជាសួរថាតម្រៃឯងមិនព្រមស៊ីស្មៅបានតម្រៃសីលវៈនេះពោធិសត្វហ្នឹងថាទូមគុំលេបមិនរួចទេពីព្រោះម្ដាយទូមគុំនៅក្នុងព្រៃហ្នឹងងងឹតភ្នែក
mình đang thà sman đang thà đài tụm cùng nâng miền ấy xì tên đang đệ ná buồn nam đang tắc ná ấy ná tê tụm cùng nè bầm ra quát là lấy tầm rây mà đài nâng mình miền ấy bồi phô cho tụm con lê mình trâu lá tắc chặt chỉ côn cái tài nhu nâng bề chia nấc sần nọc nông khuôn nâng mình cua na bạch bạ côn mà đài cái tê dùng phong ấy phongไปจูนแต่อะไรนั่งตลับแต่วิ่งให้ด้วยท่าเกาหยับใช้ท่าในไอ้เนี่ยชีสัตว์ได้ชานเป็นได้ตึกจัดบ้านไหนนั่งหล่อเชียงมนุษย์คลาเต้มนุษย์คลาอ่อนเชียงเนี่ยเองให้ส้มไอ้ปองเอาอย่าวาดเต้พ่องแต่อะไรเอาอย่าวาดปริชีไอ้เจ้กรุบกรประกอบโดยท่อไอ้จะดามให้จูนแต่อะไรนั่งเตยขนมเปรย์เป็นอาสนะแต่อะไรนั่งเป๊กvề đặt cái tôi phê chân tư có ao chiêng thưa rụp tầm rây nó đối tầm rây bồ sát nơi cái bài bầy nó về nà nực bỏng màu mưa tầm rây nè nghe về nà nực bỏng màu mưa tầm rây nè nghe chẳng nhiệt nhiều bột bò sát miền mai miền chầm mai mưa thai có đại bàn lo không ao về slap hay ăn dùng sai khơi ắt xây chỉ bị giàu têก็มาจังตำไรจีสัตว์เดชานนึกธรรมดาอันมีไอ้บริโภคครูนไอเล็บโจแหละอันนั้นด้วยตึกจัดมาได้เบอร์โกนอดไอโฮปมาได้กูไปบะเล็บได้อ่านมูตเนี